จุลสัวและลักษณะประมัดตรุตัสนกจนจะตีกรบซึ่งกรบอันเจและลักษณะนันกัญญาเทศนาปดบินขนมประเทศในថ្ងៃទី11ខែមេសាឆ្នាំ2011នេះលោកប្រាក់ថាអមិដាអគ្គលេខាធិការរងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនឹងជាប្រធានសម្របសម្រួលគម្រោងបង្ហាញបច្ចេកវិទ្យាដើម្បីបង្កើនប្រាក់ចំណូលកសិកម្មជុំវិញតំបន់ទន្លេសាបបានអញ្ជើញចូលរួមទិវាបុកសរុបផ្សព្វផ្សាយលទ្ធផលធ្វើបង្ហាញបច្ចេកទេសចិញ្ចឹមមាន់ស្រុកសម្រាប់ទីផ្សារនៅភូមិឈ្នួរឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យលោកសិនប៉ោអ្នកជំនាញផ្នែកបសុសត្វបានឲ្យដឹងថាគម្រោងនេះបានទទួលការឧបត្ថម្ភគាំទ្រផ្ដល់ហិរញ្ញប្បទានសម្រាប់អនុវត្តពីរដ្ឋាភិបាលហ្វាំងឡង់មូលនិធិដៃគូ EAC ពុទ្ធិនៃសាធារណរដ្ឋកូរ៉េធនធានគីអភិវឌ្ឍអាស៊ីនិងរាជរដ្ឋាភិបាលកម្ពុជាគម្រោងនេះធ្វើការសាក់លបងបង្ហាញនិងបណ្ដុះបណ្ដាលបច្ចេកវិទ្យាកសិកម្មផ្ដោតលើសេវាព័ត៌មានជនបទដើម្បីបង្កើននិងពង្រីកប្រាក់ចំណូលមុខរបរគ្រួសារកសិករខ្នាតតូចមាននៅក្នុងខេត្តកំពង់ចាមកំពង់ធំសៀមរាបនិងខេត្តបន្ទាយមានជ័យកសិករចូលរួមក្នុងវគ្គអនុវត្តបង្ហាញនេះមានចំនួន10នាក់មកពី10ភូមិ5ឃុំនិង3ស្រុកមានស្រុកព្រះនេត្រព្រះស្រុកប៉ោយប៉ែតមង្គលបុរីនិងក្រុងស្រីសុភ័ណ្ឌលោកប្រាក់ថាវអមិដាមានប្រសាសន៍ស្ងើចសរសើរដល់មន្ត្រីអនុវត្តគម្រោងដែលមានការសហការពីមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យនិងមានការចូលរួមគាំទ្រពីអាជ្ញាធរមូលដ្ឋានបង្កលក្ខណៈដល់ប្រជាពលរដ្ឋបានចូលរួមវគ្គបណ្ដុះបណ្ដាលធ្វើបង្ហាញពីការចិញ្ចឹមមាន់ស្រុកសម្រាប់ទីផ្សារលោកអគ្គលេខាធិការរងបានសំណូមពរដល់សិក្ខាកាមបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះត្រូវបន្តអនុវត្តឲ្យបានល្អនិងជួយធ្វើការផ្សព្វផ្សាយដល់កសិករផ្សេងទៀតក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយភាពក្រីក្របង្កើនប្រាក់ចំណូលផងដែរតមកលោកប្រាក់ថាវអមិដាបានផ្ដល់ពញ្ញាបនបត្រដល់សិក្ខាកាមចំនួន10រូបដែលបានឆ្លងកាត់បញ្ចប់វគ្គបណ្ដុះបណ្ដាលដែលបានចាប់ផ្ដើមពីថ្ងៃទី15ខែធ្នូឆ្នាំ2010មកដល់ថ្ងៃទី11ខែមេសាឆ្នាំ2011នេះគណៈនោះដែរលោកក៏បានអញ្ជើញទៅពិនិត្យកន្លែងចិញ្ចឹមមាន់បង្ហាញពីកន្លែងនៅភូមិឈ្នួរនិងភូមិគោកត្រៀសកន្លែងចិញ្ចឹមនីមួយៗមានមាន់ជាង200ក្បាលក្នុងនោះក៏មានការបង្ហាញពីរបៀបលាយផ្សំចំណីសម្រាប់ឲ្យមាន់ស៊ីផងដែរនៅបាទសុបាយបងចូលនេះអាទូយmà khá đỏ tô mới khá đỏនេះម៉ាននេះម៉ានមកនេះយើងចំទៅលេនដើម្បីនេះមួយមិនឆ្នាំបានណានេះនេះកូននេះបាយនេះកូនវាណាទីមួយអាពងលក់អាធំលក់chết đó. Chị ngon miên cắn miên lẩu. Miên bảo miên đào. Mình đây khai chứ nhưng được ai cô nữa mà đông mà chèo mấy người bạn ngoan rồi xí tới dừng bình lại ai cô đi bình nhà món cái cay à nó xin vô nhiều bao nhiêu tặng tới cay tiên bình kia đấy ngon giúp ông một chung mình tôi chỉ lấy nó vì mau gì để chạm chỗ vì nhộn
muối à nó lúa này cà phê lúa lô chắc là bây giờ ta lôi hàng ăn cực lớn luôn biết làอันนี้វា2ខែបានមកvừa chôm mất hai tiền chắc là chế nó phê mà cái gì điបាយមានមាន់សរុបមែន nó từng o hợp đi rồi លក់ដេញតា ba đẩy មួយខែលំដងខែលំដងអញ្ចឹងយើងជួយតែដបងទេព្រោះយើងអស់ចលៃជួយហើយគាត់លក់បានគាត់ទិញតែមែននេះមែន đây không cái từ cái cắt và cây mình tiên lắc được chiếc cây nữa cua đây mà đây chốt đây mà đây là đây kêu cầu mà luôn nhớ thì thọt mới để hai được cô để cắt cho để cắt thì trang cây tươi luôn ở chốt này mà đây nó luôn ban ra nơi trung nó lại chân thành ban được tươi đây ស៊ីរហូតទៀតអត់ដេកសិនថែមមានព្រៀងដាក់លើតាចង្រិតតែអត់ទៅទៀត lang của tiền đưa lên tích tích ở cục đấy rồi là dương chỉ số ăn được thêm mình ăn the estimation. ở cho bây giờ con But after 1 year of លេង maybe you can have tích dương mà mình ra em qua cái thế này đấy rồi để tôi đẹp cho anh muốn vô thế Hello. tôi mình tập qua mà mình bằng cái nó liên lại và tôi liên một dân thuộc tình muốn bà trong khối mò có bị mua mà nó nhiều chắc là bà chắc là liên nó dòng không mến báo bị chua bàn mến hoặc là tên 30 vừa đấyនេះបានហើយប៉ុន្មាន20ហ៎ទៅវារកដាគោម្ដងវា Nó có than là ទៅសាត់ខែទៅតា nè. chua xa nhóm tay cắt tập xá cắt hơi sạch quay Ôn này đáy ôn này. Cái đặt chơi lỗ. nếu bạn là sao là lại bòn ăn nhé nhầm hành nhầm thì Mùi bà ănបនឈឺប៉ាបនឈឺស្លោមកយើងស្ដាយមកអត់កុំពុកហ្នឹងណាបនឈឺដល់មកមកទៅមកបាទប៉ះអញ្ចឹងយើងមកទិញជ្រូកទិញមាន់ហើយលេងកទួនេះអី នេះ vay à rupin
อันนี้เรียนช่วยเพียไปเรียนเอาช่วยเพียต้องการตามมาประห้องในกระโดดก่อนแล้วจะได้เรียนอยากโยกขึ้นมาสั่นมาดาวลืมมาแล้วมั้ยชื่อเขาเนี่ยบ้านชื่อเขาเราไปหน้าเคยมาจากตรงนอนรู้มาเนี่ยรถต้นเนี่ยคือการอะไรมุ้ยบ้านthì nó này ôi trên đây bọn ấy nè nhóc pin nhựa cồn này không sao mà ai ó đây sao nhưng mà nó là đang đào tiền xí á cài hoạt nhái cho tôi nữa nó mình cho cái bán đã trên đây xóm để xong toàn cười như này xong họ bị thân cô này Tầm dây, mình xem. Đây, bây giờ ngay tiền được liền nó ra rõ thời. chứ rồi Đây đi trên đấy ba rồi bạn trên này cảnh cầu này về. Đây là lấy nó dùng ra tầm mà. Liên tục bạn. Liên tục. Đây là căn này hết rồi nha sọt thì cũng là đừng đâu miền sẽ bỏ đi hay miền đây à đấy ឈ្មោះលឿនវត្តជាកសិករនៅក្នុងយើងខ្ញុំបាទឈ្មោះលឿនវត្តជាកសិករនៅក្នុងឃុំឈ្នួលមន្ជ័យកាលពីពុំទាន់បានចូលគម្រោងបច្ចេកទេសនេះក៏ខ្ញុំបាទចាំមន់តាមបែបសាមញ្ញបាទបែបសាមញ្ញនេះយើងចាំទៅតាមយថាកម្មរបស់សត្វចាំកើតដែរប៉ុន្តែការគ្រប់គ្រងនៃការបាត់បង់ទៅវិញវាស្ទើរតែទាំងអស់ឬក៏ទាំងអស់តែម្ដងបាទដល់ក្រោយពីបានរៀនសូត្រនៅវគ្គបច្ចេកទេសនេះឃើញថាមានការរីកចម្រើនយ៉ាងច្រើនទី1រីកចម្រើនកាត់បន្ថយនៅការងាប់បាទហើយនឹងទី2អត់មានការរាលដាលឆ្លងបាទនិងទី3ងាយស្រួលក្នុងការគ្រប់គ្រងបាទហើយមួយទៀតមេមួយអាចផលិតកូនបានច្រើនដង6ដងក្នុងមួយឆ្នាំបាទហើយបាទមួយនឹងការធ្វើទ្រុងងាយស្រួលក្នុងការគ្រប់គ្រងដែរបែងចែកទៅតាមប្លុកមិននីមួយមិនតូចឧទាហរណ៍មិនរយៈពេលមួយខែយើងដាក់ទៅតាមប្លុកនីមួយងាយស្រួលក្នុងការអោយចំណីងាយស្រួលក្នុងការគ្រប់គ្រងដែរងាយស្រួលក្នុងការធ្វើវ៉ាក់សាំងបាទពោះចំណីតាបងបានមានអ្វីអីខ្លះសម្រាប់ផ្សំឲ្យមន់ហ្នឹងបាទចឹងជាទូទៅចំណីដែលសម្រាប់អោយមន់យើងនេះគឺមិនជាការពិបាកទេចំណីដែលអោយសម្រាប់គ្រប់គ្រងមន់យើងនេះគឺមាននៅក្នុងភូមិយើង
តែម្ដងហើយនឹងមានជុំវិញផ្ទះរបស់ខ្ញុំតែម្ដងចំណុចដែលត្រូវអោយគឺមានទី1ស្រូវកន្ទក់ហើយនឹងអាហារនឹងចំណីបាវមានតកួនមានផ្ទីមានបន្លែមានស្មៅមានកំទុំថេតហើយនឹងស្លឹកបាសលាក់អ្វីដែលអាចជារុក្ខជាតិពណ៌បៃតងបាទដែលអាចមិនស៊ីបានបងគិតថាតាំងពីបងចាប់ដើមចំនឹងមកថាចំពោះប្រាក់ចំណូលឬក៏ទីផ្សារយ៉ាងម៉េចដែរបាទគិតដល់ក្នុងចំណុចនោះចំពោះប្រាក់ចំណូលនឹងទីផ្សារឃើញថាវាងាយស្រួលបើនិយាយពីផ្នែកទីផ្សារយើងងាយស្រួលនឹងលក់នៅពេលណាក៏បានបាទយើងមិនចង្អៀតនៅក្នុងទីផ្សារលក់ទេពេលណាដែលយើងលក់បានដែរឲ្យតែយើងមានផលិតផលលក់ឲ្យឈ្មួញអញ្ចឹងប្រាក់ចំណូលនោះឃើញថាក្រោយពីបានទទួលនៅគម្រោងនេះរួចឃើញថាប្រាក់ចំណូលឃើញថាមានរយៈមធ្យមដែរគូអាចទទួលយកបានក្រិនបើជាងការដែលយើងចិញ្ចឹមមិនក្នុងលក្ខណៈគ្រួសារសាមញ្ញបែបសិក្ខាកម្មបាទគម្រោងគាត់បានបណ្ដុះបណ្ដាលបងអំពីអ្វីខ្លះទៅបាទគម្រោងនេះទី1បានបណ្ដុះបណ្ដាលបច្ចេកទេសទី1ការសាងសង់ទ្រុងទី2ការប្រើប្រាស់ចំណីទី3ការប្រើប្រាស់វ៉ាក់សាំងហើយនឹងការជ្រើសរើសពូជបាទនឹងការផ្ដល់ចំណីបាទទី3តើខ្ញុំបាទឈ្មោះស្អាតវួនរស់នៅជាកសិកររស់នៅភូមិឈ្នួឃុំឈ្នួមានជ័យស្រុកពនិតព្រះខេត្តបន្ទាយមានជ័យខ្ញុំបានទទួលគម្រោងដែលអភិវឌ្ឍជុំវិញតំបន់ទន្លេសាបដែលឧបត្ថម្ភថវិកាខ្លះក្នុងការធ្វើរោងហើយនឹងផ្ដល់ចំណីឲ្យមឿនគឺ ADC ខាងក្រុម ADC គេផ្ដល់ថវិកាខ្លះក្នុងការចិញ្ចឹមហើយមានការបើកវគ្គសិក្សាបង្ហាញពីទ្រុងហើយទ្រុងមានទ្រុងសម្រាប់ដាក់កូនទៅតាមអាយុមានខណ្ឌជាសំណាញ់ហើយការផ្ដល់ចំណីអោយទៅតាមអាយុរបស់មឿនតាមអាយុតិចអាយុច្រើនហើយការចិញ្ចឹមនេះវាឃើញថារយៈពេលប្រហែលខែនេះមកឃើញថាលទ្ធផលដែលចិញ្ចឹមនេះវាមានការរីកចម្រើនជាងមុនបែបនេះបាទរីកចម្រើនជាងមុនអញ្ចឹងបាទរីកចម្រើនជាងមុនព្រោះថាការគ្រប់គ្រងមឿនវាមានការងាយស្រួលក្នុងការដាក់ចំណីហើយនឹងការធ្វើវ៉ាក់សាំងដល់មឿនហើយបងគិតថាក្នុងពីការចិញ្ចឹមមកអាលែងឲ្យខុសនឹងដាក់ទ្រុងហ្នឹងតើវាលទ្ធផលវាខុសគ្នាយ៉ាងម៉េចបាទវាខុសគ្នាឃើញថាខុសគ្នាឆ្ងាយព្រោះថាការលេងការគ្រប់គ្រងវាព្រមទាំងការធ្វើវ៉ាក់សាំងដល់ចំណីអីវាអត់បានល្អត្រឹមត្រូវដល់ពេលថាការចិញ្ចឹមដាក់សំណាញ់ហ៊ុំពិតជុំវិញតែមានខណ្ឌទៅតាមអាយុមឿនទៅការផ្ដល់ចំណីហើយនឹងការធ្វើវ៉ាក់សាំងនេះវាងាយស្រួលហើយយើងគិតថាតាមមន់យើងវាមានងាប់ច្រើនដូចកាលមុនទៀតទេអត់ទេវាកាត់បន្ថយដូចថាបើសិនតែចិញ្ចឹមតាមធម្មតានេះដូចថា100ងឹបអស់30-40ឬក៏50មឿនដល់ពេលចិញ្ចឹមបែបនេះវាបើសិនតែអាកាសធាតុប្រែប្រួលដូចមួយថ្ងៃមុនវាគ្រាន់តែងឹបអស់ប្រហែលជា6-7មឿននេះទេអាតូចដែលវានៅខ្សោយចំពោះមឿនធំអត់ទាន់មានខូចខាតអីទេព្រោះបានធ្វើវ៉ាក់សាំងធ្វើរួចអស់តាំងពីចិញ្ចឹមមកបងបានលក់បានខ្លះទៅលក់បាន2សាហើយបើយើងគិតទៅបានថាប្រហែលដែរបានលក់ម្ដងបានជាង10គីឡូលក់ម្ដងទីជាង10គីឡូដែរបានជាង20គីឡូដែរហើយមឿននៅនេះវាមានចំនួនច្រើនដែរជាង200ទៅកាលពីបងមិនទាន់ចិត្តអញ្ចឹងតើបងបានលក់អញ្ចឹងហ៎អត់ផងលក់ម្ដង2-3ម្ដង2-3យ៉ាងប៉ុណ្ណឹងយកទៅសាបណាសាបធ្វើស្នាល្អអូនេះសបកលៀសពីកិនរួចសាបដូចគ្នាមកអូវាថ្លៃស្ដាយនៅមកតំបន់ណាគេស្ដាយទៅថ្លៃអីហ្នឹង
thì hai cái thong tùng group là thật đầy thì group cái nên cùng cầm thì nhưng mỗi khi cầm thì cầm mặt thiệt thì mỗi Adam Amida chỉ thực hiện cùng rong ở đây mình chỉ là kẹt để khai thị ca chung cả cam rục thang mạnh để ta thì muốn là lô lưng liên hy anh thực hiện trong càng nhiệt bằng hai cái chạy chia thay nuôi từ ca thì trong mòn đại dương bán việt trong nơi khung luôn bên chơi sọc đẹp ra dưới ní nên pi cái này thì mỗi nơi khung nơi sọc nơi khung cột riết hay nên pi nơi khung là khung chnu và việt trong và máu hay từ trong những thiết hơn còn liên ca bằng hai pi chạy chia đại dương ba thì đấy cứ liên của bãi cá ăn phi đây phi hai gì cũng chạy chia cũng trong món nông sóc là bằng hàng đào lột lươn vắt nên là lột sạch luôn con cá đi ra lột Andre hay đi trong núi mặt tịch sầm đen sầm nào bò nục thiên thì đi cả cam khác lột bánh tạo cái co đại bàn cô quạt lên bọc nạp không đại bàn trên này kia đi nơiของโรงนี่เอาโปรสำหรับแทงคุ้มยอมแทงกับปีโปรตามประตูของโรงนี่คือเชียร์ของโรงแต่ยอมแต่งแต่สังคมให้ก็มันรักษาทาไม่ยังเลยไงดาในขนมบอลบอกยอมนี้คือเรียนการของเราสัญญาตามระยะองการเรียนยอมจึงไปตึงตึงมันพอไปจะเรียนนี่พอของโรงนี่คือยอมเราโหดไงนี่ยอมเติมแปลงมนเลยให้ของโรงนี่tiếpก็ขยมกระทาขยมอดดังนะมันดังตะเมาตามระยะนะจังคือปัญหานี้เคยที่ระเกยบอกตรงภาษาคงคือจึงตกตีมุ้ยก่อนเนี่ยแต่ตัวการเงี้ยเสร็จระเกยในการทำจังยังสู้พอปีละเที่ยวเตี้ยไกลไงกร้อยคือเรียนการตลอดการที่จำราญสดวิกาหาการเที่ยวไงนี้ก็เที่ยวเมาเป็นเที่ยวเอาละเพราะยังสู้สมาธิเที่ยวนะเราสตาร์เที่ยวอยู่แต่เที่ยวก็คือเราเอาการเอาเรียนการchơi nângของจังหวะนี้เจี๊ยบไปอย่างอาวุธเดี๋ยวเชี่ยวกูหนึ่งเลือกหนึ่งเวทีการว่าจะเรื่องทาบานบังหาเดี๋ยวเชี่ยวมันนักมาทำกับโลกกลางไอ้กับชนกับบอกว่าตัดเตะตรงอย่างประคุมนี่คือจีเนี่ยตัดตอนหนึ่งเราหน้าที่เอาไว้แล้วตากองโตรนมีอย่างตอนนั้นมันเป็นเชี่ยวกับโรงในตากองโตรอันนี้คือเชี่ยวกาเช่นได้แต่เช่นตามระยะไปนำไปเอากรรมวิธีในกาปงรีในสายกสิกรรมในนองน้ำเตี้ยที่ฝึกมาวันจำก็คือติดติงลงสอบทรายแบบสอบทางตอนกระดาษสอบได้ที่เราบอลลงแต่เวียนี่ไงนี่คือยมนักเคยท่าบอกสั้นบ่ยมบอกบอลการเรียบจอมมันจังคือบอกการมาอดบาดบังยมไม่ดังเรียการดังเรียไปตามน้ำเหมือนสู้จนตุกนั่นจะตุกอดสอบได้เลยเรียนบอลแต่เรียนเนี่ยการที่ให้ยมก็เรียนการโชว์รูมจับเปี่ยไว้แล้วยมบานโชว์รูมในตื้อซึ่งกระชุบโตได้ลูกขณะกลุ่มอันเดรบานที่กำลังการนิรันดร์เราส่งกลุ่มลูกลูกเลี้ยงหีอนุบาลกรมกลุ่มบางฮันไปใจเชียเราส่งกลุ่มลูกประเทศกสิกรรมCID หนึ่งพุทธิในสาธิตระดับตัวเองอันนี้คืออันวัดที่หนึ่งที่จะทำบาการเชียตัวนี้คืออันวัดเราจะส่งกสิกรรมราคาประมาณ1 นิสาหนึ่งอันยาโปรเจกต์ตัวมันก็อันวัดวิจัยใจเชียจะในกลุ่มปอนด์เชียคุณโน้กสิกรนะก็ในช่องทางกระบวนการเป็นอันวัดใจกสิกรรมที่การสารบองบรรดาปอนด์เรียนอิเล็กทรอนิกส์สำหรับที่ยังน่าเอากสิกรรบบ้านเลยปะเป็นนกผู้การเรายืนเป็นเชิงเป็นมุกกละเชื้อเล็กนักครูสังจังเกิดประมาณเกินเงินประมาณเป็นปมบานเป็นเพียงเศรษฐกิจประบาลบัดดอนตรงบาทจนเกินปันเต็มรับเชิญไปเจอกันที่ในการติดเชื้อเป็นปมบานดังต่างออกบาทตัวทางปีบัดปรังแขกปีปีปนดับคือบาทบานตุตูเธอบางหายไปเจอกันที่ติดเชื้อนั้นขนมซอก
បាទទុំដែលបានសាងសង់នោះគឺមានបណ្ដោយ10ម៉ែត្រនិងបំពង់5ម៉ែត្រដាក់មុនជាគ្រប់តាមអាយុចឹងក្នុងលក្ខណៈនេះខ្ញុំបាទសូមជម្រាបជូនសិក្ខាកាមអង្គវិធីទាំងអស់ឲ្យបានជ្រាបផងដែរថាហេតុ3ចឹង3ប្លុកនេះវាមាន2ខាងបាទអានេះគឺក្រោយពីបានសាងសង់ហើយនេះយើងមើលទៅក្នុងខាងក្នុងវិញខាងក្នុងគឺមានធ្នេសម្រាប់មិនដេកចឹងហេតុអីបានគេធ្វើធ្នេសម្រាប់មិនដេកហើយមានសំណាញ់ពាត់ជំពេញនេះហើយនឹងមានការដែលរូបភាពហ្នឹងគឺជារូបភាពដែលយើងផ្សំចំណៅដែលពីចំណៅប្រមាណប្រភេទខាងដែរតាមរយៈខាងដើមមាន50%នោះបាទគុំបាទបន្ទាប់មកទៀតយើងខ្ពស់បាទនៅក្នុងជំនាញនេះបាទនេះគឺពីដែលយើងនឹងសាច់ផ្សំទៅតាមស្រាបាទយើងត្រូវប្រើប្រាស់ឧស្សាហ៍អស់ទាំងនោះបាទបាទការរូបភាពសេដ្ឋកិច្ចរបស់ខ្ញុំនិងការបង្ហាញនៅបច្ចេកទេសនៃការចិញ្ចឹមមាន់យើងត្រូវបានយកមកពិភាក្សាសេដ្ឋកិច្ចនេះគឺមានមេចំនួន18ក្បាលឈ្មោល2ក្បាលហើយនឹងមាន់នឹងត្រៀមលក់លើកទី1 35ក្បាលបាទហើយក្នុងនោះការចំណាយសរុបរបស់យើងសម្រាប់មេហើយនឹងមាន់ម្ដងលក់ពាក់ព័ន្ធទៅនឹងរោងពាក់ព័ន្ធនឹងចំណីពាក់ព័ន្ធទៅនឹងវាក់សាំងពាក់ព័ន្ធនឹងពលកម្មនៃការថែទាំគឺយើង40,000ជាងក្នុងរយៈពេល3ខែកន្លះតែប្រាក់ចំណូលរបស់យើងបានគិតទៅបាន60,000ជាងជាចំណៃលាយគ្នាអាហារហើយនឹងចំណៃលាយដូចជាបានដូចជាដើមចេកស្មៅគួរជាដើមហ្នឹងការធំធាត់របស់វាមានការខុសគ្នាដែរទេខុសគ្នាត្រង់ការចំណាយយើងខ្ពស់បើយើងអោយស៊ីអាហារសុទ្ធចំណាយខ្ពស់បាទបើយើងអោយស៊ីអាហារដែលយើងមាននៅលើតុអោយបង្ហាញនេះស្រាប់លូតលាស់ប្រហាក់ប្រហែលទៀតប៉ុន្តែយើងចំណាយវីតាមីននឹងមានន័យថាម៉េចហើយវ៉ាសាំងនឹងមានន័យថាម៉េចមានន័យថាដូចនេះដែលហៅថាវីតាមីនហើយដូចនេះដែលហៅថាវ៉ាសាំងហើយចំពោះវីតាមីនមានវីតាមីនអីខ្លះហើយវីតាមីននីមួយហ្នឹងវាផ្ដល់អីខ្លះដល់មិនមានន័យថាក្នុងមិនយើងវាមានតម្រូវការវីតាមីនតើតម្រូវការវីតាមីនយ៉ាងម៉េចដែលមិនយើងត្រូវការឱសថមួយយ៉ាងណាដែលសម្រាប់បំពេញបន្ថែមទៅនឹងការតម្រូវការរបស់សរីរាង្គរបស់សត្វអញ្ចឹងវីតាមីនមិនអាចខ្វះវាបានតែក៏មិនប្រើឲ្យលឹះលុបទៅលើអ្វីជាតម្រូវការរបស់សត្វដែរជាការវិញអញ្ចឹងវ៉ាក់សាំងគឺខុសពីឱសថណាខុសពីឱសថសម្រាប់យកទៅព្យាបាលសម្រាប់ពួកមេរោគនឹងទៅវិញពីឲ្យវ៉ាក់សាំងនឹងគឺជាមេរោគនឹងឯងដែលយកទៅបន្សាំបង្កើតអង្គទីកដើម្បីការពារមេរោគនឹងទៅវិញអញ្ចឹងការប្រើប្រាស់របស់ប្អូនទៅលើវ៉ាក់សាំងនឹងគឺទាមទារឲ្យប្អូនប្រើមានកម្រិតប្រើប្រាស់ត្រឹមត្រូវថ្ងៃនេះមកកាត់នៅប្រទេសអត់នៅស្រុកខ្មែរទេខ្ញុំសូមដល់អរគុណដល់អ្នកបានមកថ្ងៃនេះខ្ញុំសូមអរគុណលោកភារុនលោកលឺវេតខកចិត្តបានប្រើតែតិចនេះនឹងបានចាំមិនបានអរគ្នាខ្ញុំសូមអរគុណចូលរួមពីបទបង្ហាញថ្ងៃនេះបានទាំងអស់គ្រប់ទាំងទីរាប់អានថ្ងៃនេះខ្ញុំមានកិត្តិយសនិងមានសេចក្តីសោមនស្សសប្បាយរីករាយដែលបានចូលរួមក្នុងបទបង្ហាញនេះហើយខ្ញុំនឹងនិយាយអំពីនេះទេខ្ញុំនឹងនិយាយលម្អិតខ្លះៗពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការចាំមាន់នេះព្រោះខ្ញុំពិនិត្យឃើញថាអត់បានសួរឲ្យបានស៊ីជម្រៅនៅលើបច្ចេកទេសនេះហើយខ្ញុំនឹងរំលឹកអំពីបច្ចេកទេសការចាំមាន់នេះឲ្យបានស៊ីជម្រៅខាងបាទចឹងក្នុងការចិញ្ចឹមសត្វវាមាន5ចំណុចសំខាន់ជោគជ័យហើយបាទចឹងការចិញ្ចឹមសត្វមាន5ដូចយើងរៀបដៃយើងចឹងបាទទី1គឺពូជបាទទី2ចង្អុលដៃយើងនេះគឺត្រង់ហើយខ្ពស់ជាងគេនេះគឺចំណៃ4គឺការថែទាំនិងការការពារការថែទាំនោះមានអនាម័យនិងចាក់វ៉ាក់សាំង
ទី5គឺចំណុចព្យាបាលដែលមានជំងឺបាទអញ្ចឹងគាត់លើកតែ4ទេបើសិនក្នុងត្រង់ដើម្បីកុំឲ្យវាកាត់បន្ថយអាដើរតាមមេទៅពីវាចំទឹកហ្នឹងអញ្ចឹងសាក់មាត់អញ្ចឹងបើសិនជាយើងដាក់មេឲ្យនៅជួយក្រាបបាទដាក់នៅជួយក្រាបអញ្ចឹងទៅបាទយើងយកបាទអញ្ចឹងលក្ខណៈនេះយើងគ្រប់ជួបទូសុខភាពល្អរបស់ទីជំនះគ្រប់ភារកិច្ចជើងឲ្យឧត្តមប្រអនុបាប្រធានគម្រោង TSTD និងជាអគ្គលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទដែលថ្ងៃនេះយើងខ្ញុំតំណាងឲ្យសំណាងលើយើងខ្ញុំសូមមានលេខមួយអីហ៎លេខជាមួយអាហារមួយកញ្ចក់កាត់ចូលឆ្នាំថ្មីនាពេលខាងមុខរបស់យើងបាទខ្ញុំសូមជម្រាបបញ្ជាក់ថាគម្រោង TSTD របស់យើងនេះគឺផ្ដោតជាសំខាន់ទៅលើការជួយកសិករយើង4ទី1គឺជួយទៅលើផ្នែកកសិកម្មមានដូចជាការចិញ្ចឹមសត្វបន្លែផ្សេងទៀតបាទទី2គឺយើងព្យាយាមជួយកសិករទៅលើការងារចិញ្ចឹមសត្វមានដូចជាការងារចិញ្ចឹមមាន់ហើយនិងការងារចិញ្ចឹមសត្វផ្សេងទៀតដែលអាចជាប្រភពចំណូលរបស់ប្រជាកសិករទី3គឺយើងមានគម្រោងដែលលើកស្ទួយការជួយចិញ្ចឹមត្រីនៅក្នុងស្រែក៏ដូចជាចិញ្ចឹមត្រីនៅក្នុងថង់ប្លាស្ទិកព្រោះនៅក្នុងខេត្តថង់ប្លាស្ទិកឬក៏យើងប្រើប្រាស់រដូវវស្សានៅក្នុងស្រែសម្រាប់ចិញ្ចឹមត្រីហើយនិងទី4គឺជាការជួយឲ្យកសិករចេះគ្រប់គ្រងទឹកខ្លួនឯងនៅលើស្រែកន្លងមកហ្នឹងគឺយើងប្រើប្រាស់ទឹកនឹងមិនត្រូវទៅតាមបទដ្ឋានទេវាធ្វើឲ្យលំហូរទឹកហ្នឹងនៅក្នុងស្រែ6បាទនិយាយយើងទៀបមកយើងពុះអញ្ចឹងកាលណាទឹកនៅយើងពុះយើងទៀបវាហូរតាត់ហើយផ្សេងទៀតក្រៅពីមាន់នឹងមកទៀតដែរហើយកិច្ចបញ្ចប់នេះគឺតាំងពីមកទទួលកសិកម្មនេះគឺខ្ញុំមានសេចក្តីរីករាយខ្លាំងណាស់នៅពេលដែលឃើញថាកិច្ចសហប្រតិបត្តិការរវាងមន្ទីរកសិកម្មជាមួយបងប្អូនកសិករទាំងនេះគឺទទួលបានជោគជ័យហើយសូមឲ្យដំណើរការនៃការធ្វើ demo របស់យើងនេះប្រព្រឹត្តទៅបានជោគជ័យយើងគម្រោងយើងជាគម្រោងដែលធ្វើបង្ហាញមានគម្រោងមួយទៀតគេជាគម្រោងជាអ្នកអនុវត្តបង្ហាញគម្រោងបាត់តែចុះមកជាតិយកទៅអនុវត្តហើយនឹងមានគម្រោងមួយទៀតគេមកចូលមកជួយយើងដោយយកបច្ចេកវិទ្យាយើងទៅអនុវត្តតែម្ដងគម្រោងនេះគឺជាគម្រោងណាបន្តគ្នាហើយនៅក្នុងទឹកដៃខេត្តកំពង់ហើយជាក្នុងឱកាសនេះដែរគឺខ្ញុំក៏សូមជម្រាបទៅលោកប្រធានគុំដែរគឺជាទូទៅគឺយើងធ្វើការតាមរចនាសម្ព័ន្ធរបស់យើងមិនមែនមានន័យថាយើងមិនបានជួនដំណឹងទេប៉ុន្តែយើងធ្វើការទៅតាមរចនាសម្ព័ន្ធរបស់យើងបើសិនបើការងារមិនបានជោគជ័យឬមួយក៏ព័ត៌មានមិនដល់លោកខ្ញុំសូមឲ្យមន្ទីរធ្វើការជាមួយលោកតតែ4នាក់បាទមកទទួលវិញ្ញាបនបត្រពីឯកឧត្តមព្រះអនុដាបាទសូមអរគុណបាទខ្ញុំសូម3ពេកបាទថតពេចទេណាថតពេចណាបាទសូមអរគុណ